ពេលខ្លះគេថាអ្នកដែលមានគំនិតច្នៃប្រឌិតអ្នកដែលមានអ្វីដែលថ្មីគឺចូលចំណោមមួយគេចោះthìមានន័យថានៅពេលដែលយើងមានអីថ្មីទៅគេគិតថាយើងធ្វើទៅដូចវាខុសពីគេណាធ្វើទៅប្លែកពីគេអញ្ចឹងណាហ្នឹងហើយអាចមានថាឲ្យយើងធ្វើអីក៏ដោយមនុស្សជុំវិញខ្លួនរបស់យើងគឺគាត់នឹងថាយើងជាមនុស្សដែលខុសគេប្លែកពីគេអត់មើលគេអញ្ចឹងណាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Record Podcast អេពីសូតទី17ដែលថ្ងៃនេះគឺយើងនឹងចែកដូចជានិយាយអំពីរបៀបធ្វើការងារជាមួយក្រុម Creative មានក្រុមដែលមានគំនិតច្នៃប្រឌិតអញ្ចឹងតើនៅក្នុងការដែលយើងធ្វើជាសមាជិកធ្វើជាបុគ្គលម្នាក់នៅក្នុងក្រុមដែលមានការច្នៃប្រឌិតខ្ពស់យើងគួរតែបង្ហាញពីអីខ្លះដូចជាចែកលេខពីអីអញ្ចឹងណាអូខេអញ្ចឹងនៅក្នុងនោះគឺខ្ញុំនឹងលើកតទៅនឹងបើសិនជាបងប្អូនជាសមាជិកគួរតែធ្វើម៉េចហើយបើសិនជាយើងជាអ្នកនាំជា leader ហ្នឹងយើងគួរតែមានអីខ្លះហើយបើសិនជាក្នុងនាមយើងជាអ្នកគ្រប់គ្រងអ្នកដែលគេថាមានគំនិតច្នៃប្រឌិតហ្នឹងយើងគួរតែធ្វើម៉េចហើយទៅលើចំណុចនេះបើសិនជាតាមបទពិសោធន៍ក៏ដូចជាអ្វីខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំសូមលើកចំណុចខ្លះក៏មិនស៊ីជម្រៅពេកទេក៏ប៉ុន្តែបងប្អូនដែលកំពុងតែស្ដាប់បើសិនជាមានជា idea អីដែលថ្មីអាច comment នៅខាងក្រោមវីដេអូនឹងបានព្រោះអ្វីដែលខ្ញុំលើកឡើងនេះវាសុទ្ធសឹងតែជាបទពិសោធន៍របស់ខ្ញុំទេហើយបើសិនជាបងប្អូនមានបទពិសោធន៍ថ្មីអាច comment បានអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ខ្ញុំទៅលើបទពិសោធន៍ក្នុងការធ្វើជាមួយក្រុមដែលមានគំនិតច្នៃប្រឌិតនេះពេលខ្លះគេថាអ្នកដែលមានគំនិតច្នៃប្រឌិតអ្នកដែលមានអ្វីដែលថ្មីគឺចូលចំណោមមួយគេចោះthìមានន័យថានៅពេលដែលយើងមានអីថ្មីទៅគេគិតថាយើងធ្វើទៅដូចវាខុសពីគេណាធ្វើទៅប្លែកពីគេអញ្ចឹងណាហ្នឹងហើយអាចមានថាឲ្យយើងធ្វើអីក៏ដោយមនុស្សជុំវិញខ្លួនរបស់យើងគឺគាត់នឹងថាយើងជាមនុស្សដែលខុសគេប្លែកពីគេអត់មើលគេអញ្ចឹងណាតាមពិតសម្រាប់យើងផ្ទាល់គឺយើងមាន creative ហើយចុះបើសិនជាសួរថាចុះយើង follow តាមគេអាហ្នឹងមិនយើង copy ពីគេបាត់ហើយអញ្ចឹងអាហ្នឹងគេមិនហៅថា creative ទេមិនអញ្ចឹងបងប្អូនអូខេអញ្ចឹងតកតងទៅនឹងចំណុចនេះខ្ញុំជឿថាអ្នកដែលគាត់ធ្វើអ្នកដែល creative ណាអ្នកដែលច្នៃប្រឌិតអ្នកចិត្តដែលបង្កើតអីថ្មីប្រកាសជាយល់អារម្មណ៍ហ្នឹងហើយអ្នកដែលគាត់មិនយល់ប្រកាសជាថាយើងធ្វើអីគឺខុសពីគេតែប៉ុណ្្នឹងទេអញ្ចឹងទៅលើកន្លែងនេះបើសិនជាការ recommend បើសិនបងប្អូនមានជាគេថាភាពច្បាស់លាស់ខ្លួនឯងបងប្អូនគួរតែបញ្យល់ធ្វើការបង្ហាញឲ្យច្បាស់មួយទៅតែពេលខ្លះអាចនឹងពិបាកចេះបើខ្ញុំនៅពេលដែលខ្ញុំចង់ឆ្នៃអីដែលថ្មីដូចជាបង្ហាញគេថាចង់ព្រោះថានៅពេលខ្ញុំធ្វើទៅលើ design ឬក៏នៅក្នុងconcept design មួយខ្ញុំចង់មានអីដែលថ្មីពោបើសិនជាយើងនិយាយអំពីការ design គឺមាន flow អូខេតែសម្រាប់អីដែលថ្មីដែលមិនមែន flow អត់មានដើរជើងពីមុនអាហ្នឹងយើងពិបាកបញ្យល់គេទៀតអាហ្នឹងបាក់បញ្យល់ manager យើងទៀតហើយបើសិនជា manager យើងជាមនុស្សដែលចិត្តទលាយ open អត់អីទេតែបើសិនជា manager ហ្នឹងគឺគេហៅថាយល់តែអារម្មណ៍ខ្លួនឯងអាហ្នឹងរៀងពិបាកបន្តិចសម្រាប់អ្នកដែល creative អញ្ចឹងទៅលើកន្លែងនេះបើសិនជាបងប្អូនទាំងអស់គ្នាជាគេថាបុគ្គលម្នាក់ជាសមាជិកក្រុមអ្នកនៅក្នុង team creative ហ្នឹងអ្វីដែលបងប្អូនត្រូវតែបង្ហាញក៏ដូចជាត្រូវតែគេថា show ទៅកាន់សមាជិកក្រុមឬក៏ leader ហ្នឹងទីមួយគឺបងប្អូនត្រូវតែចេះសហការគ្នាហើយចេះសហការហ្នឹងសហការមិនពេលខ្លះយើងមានគំនិតរបស់យើងថ្មីយើងមាន creative ថ្មីតែយើងស្ដាប់ពីសមាជិកផ្សេងគេថាស្ដាប់មតិបលស្ដាប់ idea ពួកគាត់ហើយយើងចូលរួមផ្ដល់ហ្នឹងផ្ដល់ជា concept ហ្នឹងបើសម្រាប់ខ្ញុំវិញគឺខ្ញុំគួរតែធ្វើចេះខ្ញុំមានចេះមាន idea ទី1ចេះទី2ចេះទី3ចេះឧទាហរណ៍អញ្ចឹងណាហើយដាក់បន្ថែមពីលើគណិតរបស់គេយើងអត់ទៅបំផ្លាញគេបំផ្លាញមិនដល់ពេលគេនិយាយខ្ញុំគិតថាហ្នឹងអត់ល្អកុំប្រើពាក្យអាហ្នឹងចឹងអាចថាខ្ញុំសូមបន្ថែមទៅលើ idea របស់ខ្ញុំបន្តិចតទៅនឹងកន្លែងនេះគួរតែមានអាហ្នឹងថ្មីបន្ថែមពីលើហ្នឹងក៏បានដែរហ្នឹងហើយយើងអាចវាតម្លៃទៅលើចំណុចហ្នឹងវាមានគំនិតគេថាវិជ្ជមានអវិជ្ជមានក៏ដូចជាផលចំណុចល្អនិងចំណុចមិនល្អប្រហែលភាគរយបើសិនគិតជាភាគរយអូខេអានឹងតកតងទៅនឹងទៅលើការសហការបើសិនជា
យើង creative ហើយយើងបង្ហាញហើយគេអត់គាំទ្រអាហ្នឹងដូច creative វានឹងបាត់បង់បន្តិចម្ដងអញ្ចឹងណាអូខេអញ្ចឹងនឹងតាក់ទងទៅនឹងបើសិនជាយើងជាសមាជិកហើយមួយទៀតយើងត្រូវមានភាពស្មោះត្រង់អញ្ចឹងនៅពេលដែលមានបញ្ហាហើយបើសិនជាកត្តាកណិតណាដែលយើងធ្វើមិនបានសម្រេចយើងគួរតែប្រាប់ក៏ដូចជាយើងគួរតែបង្ហាញថាអាហ្នឹងទៅលើការធ្វើគឺខ្ញុំធ្វើអត់ទាន់ទេហ្នឹងឥឡូវយើងគួរធ្វើម៉េចហ្នឹងព្រោះទៅលើឲ្យយើងចង់បានគឺវាលើសហ្នឹងតែដល់ពេលយើងធ្វើជាក់ស្ដែងអត់បានលើសហ្នឹងទេជាក់ស្ដែងឧទាហរណ៍អ្នកខ្លះគាត់ចង់ design poster មួយគាត់ចង់បានស្អាតចេះតែដល់ពេល design ជាក់ស្ដែងអត់ចេះលេងជាមួយនឹង mask layer ណាហ្នឹងហើយអត់ចេះបន្ថែមជាមួយនឹង brightness អូខេអត់ចេះបន្ថែមជាមួយនឹង contrast ឬក៏តាក់ទងទៅនឹង lighting អត់ចេះចាប់ភ្លើងចាប់អីចឹងណានៅពេល design អូខេអញ្ចឹងអានឹងពាក់ព័ន្ធជាមួយនឹងអ្វីដែលជាភាពស្មោះត្រង់យើងចេះអីយើងបង្ហាញនឹងអានឹងបើសិនជាយើងជាសមាជិកក្រុមព្រោះយើងមិនទាន់ក្លាយជា leader ទេហើយទៅលើអ្វីដែលយើងធ្វើបន្ទាប់នោះតាក់ទងទៅនឹងភាពរហ័សរហួនហើយនឹងយើងបើកចំហតើអីដែលយើងចេះអ្វីយើងមិនចេះអញ្ចឹងយើងអាចថាក្នុងនាមយើងជាអ្នក creative ជាទូទៅគឺយើងចិត្តធ្វើអីដែលថ្មីខ្ញុំជឿថាចិត្តអីដែលថ្មីហើយអ្នកដែល creative គឺជាមនុស្សដែលប្រកែស្រាវជ្រាវប្រកែ research ប្រកែគេថាទៅមើលគំរូរបស់គេហើយយើងយកមកច្នៃខ្លួនឯងធ្វើឲ្យវាមានថ្មីមួយកុំឲ្យដូចគេខ្ញុំជឿថាអញ្ចឹងហ្នឹងសម្រាប់អ្នកដែល creative ហើយមួយទៀតគឺគាត់ប្រកាសជាតែងតែមានការអភិវឌ្ឍ update ក៏ដូចជា up skill របស់គាត់គឺឲ្យមានថ្មីរហូតហ្នឹងហើយជាក់ស្ដែងបើសម្រាប់ខ្ញុំកាលពីមុនខ្ញុំចេះតែ design ទេតមកទៀតគឺតាំងចេះវីដេអូទៀតល្អអត់អូខេចាប់ upgrade បន្ទាប់ពីចេះវីដេអូត្រូវចេះថតអត់ត្រូវចេះdigital អត់ហ្នឹងហើយអញ្ចឹងយើង upgrade តិចទៅយូរទៅយើងចេះបានច្រើនហ្នឹងហើយអញ្ចឹងនៅពេលដែលយើងចេះមួយយើងជា member នៅក្នុងក្រុមនោះទេតែពេលចេះច្រើនពេលខ្លះអាចនឹងក្លាយជា leader គេនៅថ្ងៃមុខដែរអញ្ចឹងណាអូខេហើយសម្រាប់បងប្អូនដែលជាសមាជិកក្រុមអ្វីដែលត្រូវមាននោះគឺភាពរួសរាយរាក់ទាក់ហើយនឹងការចេះគ្រប់គ្នាទៅវិញទៅមកពេលខ្លះសកម្មភាពបន្តិចក៏វាអាចជួយឲ្យក្រុមនោះគឺវាមានគេហៅថាចំណុច positive មានឧទាហរណ៍គេការបង្កើតបរិយាកាសស្បាយឧទាហរណ៍ថាមិនសបាយជប់លៀងអត់មែនទេគឺនៅពេលដែលមានសមាជិកក្រុមណាមួយដែលគាត់ផ្ដល់អីឲ្យយើងអាចអរគុណច្រើនពេលខ្លះអាពាក្យបន្តិចហ្នឹងក៏វាជាគេហៅថាការបង្កើតនៅគេហៅថាមើលការគោរពគ្នាហ្នឹងក៏វាជាផ្នែកមួយនៃការគោរពគ្នាហើយយើងនៅពេលដែលសមាជិកក្រុមផ្សេងគាត់អត់មាន creative យើងអាចនិយាយឲ្យគាត់សើចមានអារម្មណ៍សប្បាយទៅអញ្ចឹងអាចនឹងធ្វើឲ្យគាត់មានគេហៅថា creative មួយវិញព្រោះខ្ញុំជឿថាអ្នកដែល creative មិនមែនអង្គុយស្មុគស្មាញទេបានចេញ creative គឺអាចអង្គុយសង្ងំស្ងាត់ហើយនៅពេលដែលមានភាពសប្បាយរីករាយធ្វើអារម្មណ៍របស់គាត់គឺអាច creative អាហ្នឹងពាក់ព័ន្ធជាមួយនឹងបើសិនជាបងប្អូនជាសមាជិកនៅក្នុង team creative ដែលមានត្រូវការច្នៃប្រឌិតអីថ្មីអញ្ចឹងណាហ្នឹងហើយអ្នកដែលជាចិត្ត creative អាចថាមិនមែនតែទៅលើខាង media ទេគឺមានគ្រប់ទៅលើជំនាញទាំងអស់តែនេះដោយសារតែខ្ញុំនិយាយផ្ទាល់បទភាគច្រើនគឺយើងផ្ដោតទៅលើ media អញ្ចឹងអ្នក design គឺ graphic design គឺជាអ្នក creative video editing គឺជាអ្នក creative ហើយ digital marketing ណាហ្នឹងអ្នកធ្វើ digital អញ្ចឹងគាត់ក៏ជាអ្នក creative ដែរព្រោះត្រូវការទៅសេ content អីផ្សេងអញ្ចឹងអាហ្នឹងគឺត្រូវការ creative ហើយអ្នកទៅសេ copywriting អាហ្នឹងក៏ជាអ្នក creative ដែរអូខេអញ្ចឹងនឹងពាក់ព័ន្ធជាមួយនឹងបើសិនជាបងប្អូនជាសមាជិកអញ្ចឹងឥឡូវយើងចូលមក step ទៀតដោយសារអ្នកដែលស្ដាប់ខ្ញុំមិនដឹងថាជាសមាជិកប្រហែលអ្នកហើយជាអ្នកដឹកនាំគេប្រហែលអ្នកអញ្ចឹងខ្ញុំនិយាយអំពីអ្នកដឹកនាំចុះអញ្ចឹងខ្ញុំនិយាយអ្នកដឹកនាំមុនហើយបន្តទៀតចាំចូលដល់អ្នកគ្រប់គ្រងអញ្ចឹងសម្រាប់អ្នកដឹកនាំអាចនិយាយថាបើសិនជាយើងនិយាយអំពីទូនាទីរបស់គាត់ដែលត្រូវបង្ហាញត្រូវ show ទៅកាន់ member ហ្នឹងអាហ្នឹងជាបទពិសោធន៍របស់ខ្ញុំដែរទីមួយគឺជំរុញស្មារតីអញ្ចឹងជាក់ស្ដែងអ្នកដែលគាត់ធ្វើអ្នកឧទាហរណ៍បើខ្ញុំមានសមាជិកក៏ដូចជា team របស់ខ្ញុំគាត់មាន graphic ផងមានវីដេអូមានខាងwebsite ហើយមានខាង system អញ្ចឹងទៅអ្វីដែលខ្ញុំឲ្យគាត់ធ្វើគឺគាត់អាចធ្វើបានប៉ុណ្ណាគាត់ព្យាយាមធ្វើអស់លទ្ធភាពរបស់គាត់ហើយទៅមកគាត់មានអារម្មណ៍ថាអាហ្នឹងគឺជារបស់គាត់ដែរអញ្ចឹងណាហើយតាក់ទងទៅនឹងកន្លែងហ្នឹង
ai ra caជំរុញសមត្ថភាពរបស់គាត់គឺបង្កើតបរិយាកាសមួយដែលអាចឲ្យគាត់មានអីថ្មីហើយដោយមិនមានភាពភ័យខ្លាចថាអូចុះខ្លាចដាក់ច្រើនពេកទៅធ្វើទៅអត់បានចេះយំទៅយើងព្យាយាមលើកទឹកចិត្តគាត់ណែនាំគាត់ឲ្យគាត់យល់ថាហ្នឹងគឺជារបស់គាត់ហើយគាត់ព្យាយាម follow តាមអ្វីដែលគាត់ធ្លាប់ធ្វើហើយបើសិនជាគាត់ធ្វើមិនបានទេអូខេអាចនិយាយថាបើខ្ញុំព្យាយាមធ្វើទៅហើយបើសិនធ្វើហើយអាចសុំយោបល់ឲ្យឆ្ងល់ឲ្យសួរបន្ថែមព្រោះអត់មានប្រកាសខំឲ្យវាធ្វើឲ្យត្រូវ 100% ព្រោះបើសិនយើងធ្វើត្រូវ 100% អាហ្នឹងនិយាយដាក់ជំនាញតែបើសិនជាយើងមិនទាន់ជំនាញទេព្យាយាមរៀនសូត្របន្ថែមទៅអាហ្នឹងតកតងទៅនឹងចំណុចហ្នឹងហើយសម្រាប់អ្នកនាំគឺធ្វើម៉េចឲ្យបើសិនជាយើងណាគឺជាគំរូល្អអញ្ចឹងទាំងការប្រើប្រាស់ពាក្យសម្ដីតកតងទៅនឹងអិរិយាបថផ្សេងៗអាហ្នឹងគឺត្រូវតែមានដែរហ្នឹងហើយកន្លែងនេះបើសម្រាប់ខ្ញុំអាចថាទៅលើចំណុចមិនល្អក៏មានដែរមិនអត់ទេបើចំណុចមិនល្អមានដូចជាពេលវេលានិយាយទៅទៅលើខ្ញុំអញវាទៅលើការទៅយឺតដោយសារតែយប់ដាច់យប់ដែរចឹងទៅរឿងយឺតហ្នឹងជីទូទៅដោយសារតែខ្ញុំទៅម៉ោង 7:08 ចូលម៉ោង 8ហ្នឹងណាហ្នឹងហើយហ្នឹងក៏ជាគំរូមិនល្អមួយដែរហើយមួយទៀតគំរូមិនល្អមួយទៀតគឺតកតទៅនឹងការឆាតងាយតបហ្នឹងហើយដោយសារយើងជាប់ធ្វើការទៅអត់ងាយតបដែរតែពិតយើងមើលឃើញតែយើងអត់ទៅចាប់អារម្មណ៍អាទូរស័ព្ទហ្នឹងហើយយើងអាឡ័យលើការ focus ហើយកន្លែងនេះក៏ជាការបារម្ភទៅបងប្អូនខ្លះដែរបើសិនជា Telegram គេឆាតមកយើងអាចឆ្លើយទៅក៏បានដែរហើយបើសិនជាយើងអត់មើលអាហ្នឹងយើងប្រើដូចជាទូរស័ព្ទខ្លះគឺមានកន្លែងគេហៅថាមុខងារមួយដែលមុខងារធ្វើការមុខងាររៀនថាមុខងារយើងរៀនយើងអាចបិទអីខ្លះហ្នឹងហើយអាហ្នឹងនៅលើទូរស័ព្ទអ្នកខ្លះមានដែរជាពិសេសអ្នកប្រើ iPhone ហ្នឹងពួកខ្ញុំឧស្សាហ៍ប្រើហ្នឹងដែរអញ្ចឹងនៅពេលខ្ញុំរៀនគឺខ្ញុំ focus ឲ្យមាន notification អីខ្លះបើធ្វើការ notification លើ Telegram លើអីខ្លះហ្នឹងហើយតែហ្នឹងស្រាវលើប្រភេទការងារមិនមែនតម្រូវទាំងអស់ហើយបងប្អូនអញ្ចឹងជាគំរូហ្នឹងគឺបងប្អូនត្រូវចេះបង្ហាញពីការចេះចូលរួមសហការចេះឲ្យគំនិតគ្នាទៅវិញទៅមកហ្នឹងគឺជាគំរូហើយកត្តាដែលឆ្នៃប្រឌិតហ្នឹងយើងគួរតែមានការឆ្នៃប្រឌិតពីណាអាហ្នឹងគឺយើងជាគំរូពួកគាត់ដែរព្រោះវាខ្លះនៅពេលយើងបង្ហាញថាការឆ្នៃប្រឌិតគឺមកពីទី1ការមើលទី2ការ research អាហ្នឹងគឺជាគំរូមួយដែលឲ្យគាត់យកទៅ follow តាមហ្នឹងហើយអ្នកនាំក៏ត្រូវចេះបើកចំហហើយបើកចំហអីគេបើកចំហទទួលយកការគេថាបន្ថែមពីសមាជិកហើយយើងស្ដាប់អញ្ចឹងស្ដាប់ហ្នឹងគឺស្ដាប់តើសមាជិកនីមួយៗគាត់មាន idea អីខ្លះព្រោះទៅលើការរៀនការឆ្លងកាត់គឺខុសគ្នាទាំងយើងទាំងគាត់ក៏ដូចគ្នាទេពេលខ្លះយើងថាយើងមានបទពិសោធន៍ច្រើនជាងគាត់យើងចូលយូរជាងគាត់ក៏ប៉ុន្តែបទពិសោធន៍របស់គាត់ទទួលបានគឺខុសគ្នាណាជាក់ស្ដែងដូចជាសមាជិកក្រុមរបស់ខ្ញុំគាត់អ្នកខ្លះគឺគាត់មាន idea មានគេថាទេពកោសល្យរបស់គាត់ខាងតន្ត្រីអញ្ចឹងគាត់មានអីថ្មីអ្នកទៀតគាត់ដោយសារតែអ្នកផ្ទះគាត់គឺបែបក្រុមហ៊ុនអញ្ចឹងគាត់អាចមានជា idea ជាគេថារូបភាពថ្មីសម្រាប់អ្នករស់ស៊ីដែរហ្នឹងហើយអញ្ចឹងហ្នឹងគឺយើងត្រូវចេះបើកចំហហើយនឹងស្ដាប់ហើយដែរសមាជិកគេថាគាត់លើកឡើងចឹងអ្នកដឹកនាំគឺត្រូវចេះទូយកមតិសមាជិកក៏ដូចជាអត់មានបដិសេធទេហ្នឹងក៏ប៉ុន្តែយើងនឹងស្វែងយល់ហើយយើងផ្ដល់ឱកាសឲ្យគាត់ធ្វើកន្លែងនេះហើយអ្នកដឹកនាំគឺត្រូវចេះគេថាចាត់ចែងឬក៏ចាត់ចែងឲ្យសមាជិកមួយគឺគាត់ទទួលបន្ទុកនៅកិច្ចការងាររបស់គាត់អញ្ចឹងទៅលើកន្លែងនេះគឺអាចនិយាយថាយើងមើលទៅលើសមត្ថភាពសមាជិកដែរតែសមាជិកមួយគាត់យល់ដឹងពី position ហ្នឹងអីខ្លះហើយយើងផ្ដល់ទំនុកផ្ដល់សេចក្តីទំនុកចិត្តឲ្យពួកគាត់ឲ្យគាត់ហ៊ានធ្វើហ៊ានទទួលគាត់ត្រូវអញ្ចឹងជាមួយលទ្ធផលចុងខែមកគាត់បានអីបានអានឹងតកតងទៅនឹងអ្នកនាំគឺត្រូវចេះផ្ដល់ឱកាសឲ្យពួកគាត់ហើយនៅពេលដែលខុសម្ដងយើងអាចលើកទឹកចិត្តគាត់ណែនាំគាត់ហ្នឹងជាបទពិសោធន៍ទេហើយបើសិនជាបងប្អូនមានអីថ្មីទៀតអាចខមមិនខាងក្រៅបានហ្នឹងហើយនឹងសម្រាប់ខ្ញុំទេខ្ញុំជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហើយបើសិនជាយើងជាអ្នកគ្រប់គ្រងអញ្ចឹងអ្នកគ្រប់គ្រងអ្វីដែលជាទូនាទីក៏ដូចជាយើងត្រូវបង្ហាញទៅកាន់អ្នក creative ហ្នឹងទីមួយគឺផ្ដល់ទិសដៅនិងគោលបំណងហើយបានជាចាំបាច់ត្រូវផ្ដល់ទិសដៅនិងគោលបំណងឲ្យពួកគាត់ទីមួយគឺគាត់ដឹងច្បាស់ថាតើគាត់ដើរពីណាទៅណារយៈពេលមួយខែហ្នឹងគាត់ដើរមិនខ្មិច
ហើយ3ខែដើមមិន6ខែដើមមិន1ឆ្នាំដើមមិនហើយយើងបែងចែក resource ឲ្យសមរម្យជាមួយនឹងពួកគាត់អានឹងពាក់ព័ន្ធជាមួយអ្នកគ្រប់គ្រងហើយអ្នកគ្រប់គ្រងក៏ត្រូវមានឧបករណ៍ក៏ដូចជាមានពេលវេលាដើម្បីឲ្យពួកគាត់អាចមានគំនិតច្នៃប្រឌិតអាចធ្វើបានអញ្ចឹងកន្លែងនេះបើសិនជាបច្ចុប្បន្នភាពអ្នកដែលគាត់ធ្វើដូចជាខាង design ខាងផ្សេងគឺគាត់មានឧបករណ៍របស់គាត់ជាទូទៅគឺមានបើ design កាត់វីដេអូតែបើសិនជាអ្នកដែលថតហើយនឹងអ្នកខ្លះគាត់មានលទ្ធភាពទិញខ្លួនឯងអ្នកខ្លះអត់មានទេអញ្ចឹងបើសិនជាយើងជាអ្នកគ្រប់គ្រងអាចត្រូវមានដែរហ្នឹងហើយអាចនិយាយថាកន្លែងនេះបើសិនជាមានគឺល្អដើម្បីឲ្យនៅក្នុងក្រុមរបស់យើងគឺមានអ្វីគ្រប់គ្រាន់មានឧបករណ៍គ្រប់គ្រាន់នៅក្នុងការច្នៃប្រឌិតអីដែលថ្មីអាហ្នឹងសម្រាប់អ្នកគ្រប់គ្រង team creative ណាហ្នឹងហើយចំណុចសំខាន់នៅក្នុងការងារកន្លែងណាក៏មានដែរគឺទៅលើការវង្វេងដែលយើងអាចកំណត់ KPI របស់យើងអញ្ចឹងដើម្បីឲ្យដឹងថាការងារហ្នឹងគឺមានលទ្ធផលល្អដែលសមស្របជាមួយនឹងការខំប្រឹងប្រែងរបស់យើងហើយនឹងទូបានលទ្ធផលដែលត្រឹមត្រូវអត់ព្រោះតាមមួយខែជាកំណត់ទៅលើការ design បាន20អូខេបានគ្រប់អត់សម្រាប់វីដេអូហ្នឹងមក10ហើយគ្រប់អត់ហើយបើសិនជាទៅលើការផុស30ហ្នឹង30ផុសហ្នឹងគ្រប់អត់ឬក៏លើសហ្នឹងហើយអាហ្នឹងគឺតកតទៅនឹងការវង្វេងការកំណត់ KPI អញ្ចឹងសម្រាប់អ្នកគ្រប់គ្រងក៏ត្រូវស្វែងយល់អំពីបញ្ហាដែរអញ្ចឹងតកតទៅនឹងកន្លែងហ្នឹងយើងត្រូវចេះគ្រប់គ្រង control ទៅលើបញ្ហាចេះយើងអាចដោះស្រាយបញ្ហាតើបញ្ហាដែលយើងជួបអ្នក creative ជាទូទៅគាត់ជួបទៅលើបញ្ហាខ្លះហើយមានការរ៉ារូលនៅផ្នែកណាមួយហ្នឹងគឺយើងត្រូវ check ដែរហើយសួរថានៅក្នុងការធ្វើហ្នឹងសម្រាប់សមាជិកទាំងអស់គាត់តែងតែមានគេថាវិវាទឬក៏ទំនាស់ក្នុងក្រុមមានទេប្រកាសជាមានមែនអត់ទេបងប្អូននៅកន្លែងណាក៏ដូចកន្លែងណាដែរมันដូចពាក្យចាស់លោកថាអណ្ដាតនឹងថ្មីតែងតែបាក់គ្នាជារឿងធម្មតាអញ្ចឹងធ្វើការងារជាមួយមនុស្សប្រកាសជាមានដែរពេលខ្លះអាចទោះពាក្យស្ដីតិចតួចទេអញ្ចឹងទៅលើកន្លែងនេះគឺតើយើងវ៉ែទៅអីគេក្នុងនាមជាសមាជិកក្រុមតិចអញ្ចឹងសមាជិកក្រុមបើសិនយើងក្នុងនាមជាសមាជិកយើងត្រូវស្វែងយល់កន្លែងហ្នឹងហើយបើសិនយើងអ្នកគ្រប់គ្រងគឺយើងសិក្សាស្វែងយល់តើសមាជិករបស់យើងមានទំនាស់ផ្សេងអត់ហ្នឹងហើយអូខេអាហ្នឹងតកតងទៅនឹងនៅពេលដែលយើងធ្វើការងារគេថាជាមួយក្រុមដែលមាន creative តាំងពីសមាជិកក្រុមតាំងពីថ្នាក់ដឹកនាំក៏ដូចជាអ្នកគ្រប់គ្រងអញ្ចឹងសម្រាប់ឯដែលយើងចង់ creative គឺ teamwork អញ្ចឹងតកតងទៅនឹង teamwork នេះជាទូទៅគឺយើងចង់ឲ្យក្រុមរបស់យើងដំណើរការទៅមុខល្អប្រសើរហ្នឹងអ្នក creative គឺប្រកាសជាគិតដូចគ្នាហើយតកតងទៅនឹងឯដែលអ្នក creative ចង់បានគឺ idea ល្អហើយបូករួមជាមួយបរិយាកាសដែលថ្មីហើយនឹងសេរីភាពអត់ដាក់សម្ពាធទេអញ្ចឹងសម្រាប់អ្នកដែលធ្វើបើសិនជាអាចយើងគេហៅថាសាកល្បងហើយយើងតេស្តក៏ដូចជាយើងធ្វើការតេស្តហើយតេស្តឲ្យបានច្រើនទៀតហើយទៅលើការធ្វើ creative គឺកុំខ្លាចពីបរាជ័យក៏ប៉ុន្តែមិនមែនថាឲ្យធ្វើទៅបរាជ័យអត់ទេគឺធ្វើទៅគឺកុំខ្លាចពីបរាជ័យតែយើងត្រូវរៀនសូត្រពីវាទៅតែបានជាយើងបរាជ័យអូខេអញ្ចឹងនេះតកតងទៅនឹងអីដែលជាបទពិសោធន៍មួយចំនួនដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាទេហើយនេះខ្ញុំបានណូតត្រាស់ដែរហើយជារួមតកតងទៅនឹងអ្នកដែលគាត់ធ្វើការជាមួយនឹង team creative គឺត្រូវគេហៅថាចេះគ្រប់គ្នាទៅវិញទៅមករស់រីរាយតាក់ទៅហើយធ្វើជាគំរូទួលការ feedback ឬក៏ផ្ដល់គំនិត idea ថ្មីទៅវិញទៅមកទៅហើយដូចថ្ងៃនេះខ្ញុំបានជួបជាមួយនឹង team ខាង creative ដែរមានអ្នកជំនាញខាង design មានអ្នកជំនាញខាងធ្វើប្រភេទ video motion អ្នកធ្វើការងារខាងវីដេអូផ្សេងគឺបានជួបគាត់ថ្ងៃហ្នឹងអញ្ចឹងទៅគឺឃើញតែរៀនសូត្របានច្រើនតែបើទោះបីជាពេលវេលាយើងជួបគ្នាបន្តិចមែនតែរៀនសូត្របានច្រើនមែនតើថ្ងៃហ្នឹងហើយសម្រាប់បងប្អូនទាំងគ្នាខ្ញុំដូចជាមួយខែខ្ញុំមានការជួបជុំគ្នាម្ដងដែលយើងនិយាយពីនេះពីនោះពាក់ព័ន្ធជាមួយនឹងការធ្វើ media ទេអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ចូលរួមអាចចូលរួមបានហើយខ្ញុំជួបគ្នាដូចជានឹង IKI ទេអញ្ចឹងនឹង IKI ពេលថ្ងៃអាទិត្យយើងមកខែម្ដងទេនឹងជួបគ្នាមាន1ម៉ោង2ម៉ោងហើយយើងគាត់តែចែកពីបញ្ហានេះបញ្ហានោះហើយជួបដល់ពេលយើងធ្វើ
យើងខ្វះ idea យើងគួរតែយកពីណាអីណាអញ្ចឹងណាហើយតាក់ទងទៅនឹងការដែលយើងធ្វើការងារ full time part time នឹងមានមិនហើយនៅពេលដែលធ្វើគេហៅថាតែងតែខ្វះ idea អត់ហើយនៅពេលដែលខ្វះយើងគួរតែមើលនឹងលេងណាហ្នឹងគួរជជែកស៊ូគ្នាទៅវិញទៅមកច្រើនអូខេអញ្ចឹងតាក់ទងទៅនឹងប្រធានបទថ្ងៃនេះដែលយើងនិយាយអំពីរបៀបធ្វើការងារជាមួយក្រុម creative គឺមានតែប៉ុណ្្នឹងទេហើយអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាតាមដានស្ដាប់តាំងពីដើមរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅអេពីសូតទី18គឺនិយាយអំពីឧបករណ៍ media តិចមានតែមានឧបករណ៍ media តិចធ្វើយើងកាន់តែចាស់បើខ្ញុំនៅពេលដែលមានឧបករណ៍ media តិចគឺខ្ញុំធ្វើខ្ញុំគឺកាន់តែមានអីដែលថ្មីមានន័យថាបើយើងមានច្រើនលើសហ្នឹងគឺយើងធ្វើលើសហ្នឹងក៏ប៉ុន្តែដល់ពេលអត់មានធ្វើឲ្យយើងមាន idea ថ្មីៗអញ្ចឹងអញ្ចឹងបើសិនចង់ស្ដាប់នៅអេពីសូតក្រោយកុំភ្លេចចុច subscribe ហើយនិង like comment នៅក្រោមវីដេអូនេះជួបគ្នានៅអេពីសូតក្រោយបាទ